ជំរាបសួរលោកស្រីនិងកញ្ញាដែលកំពុងតែតាមដានទស្សនានៅកម្មវិធីផ្សាយរបស់ស្ថានីយ៍ទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ11ជាទីគោរពនៅពេលនេះ2នាទីមកម្ហូបពិសេសក៏សូមខ្លួនមកជួបលោកអ្នកជាថ្មីម្ដងទៀតតាមពេលវេលាដែលបានកំណត់ចាស់ហើយក្នុងខណៈពេលនេះផងដែរមុននឹងធ្វើការបង្ហាញជូននៅមុខម្ហូបនេះនាងខ្ញុំក៏សូមអនុញ្ញាតថ្លែងអំណរគុណចំពោះក្រុមហ៊ុនដែលបានចូលរួមឧបត្ថម្ភដល់នីតិរបស់នាងខ្ញុំសូមអរគុណដល់ក្រុមហ៊ុន BJ សញ្ញាផ្ទះត្រវែក BJ សញ្ញាផ្ទះត្រវែកគឺជា BJ ដែលមានគុណភាពខ្ពស់រសជាតិឆ្ងាញ់ហើយមិនតែប៉ុណ្ណោះលើសម្បកកញ្ចប់គឺមានបញ្ជាក់យ៉ាងច្បាស់លាស់នៅថ្ងៃខែឆ្នាំផលិតនិងថ្ងៃខែឆ្នាំផុតកំណត់នៃការប្រើប្រាស់ BJ សញ្ញាផ្ទះត្រវែកមាន5ប្រភេទសម្រាប់លោកអ្នកជ្រើសរើសគឺទម្ងន់កន្លះគីឡូក្រាម4ខាំកន្លះ2ខាំកន្លះ1ខាំនិងកន្លះខាំចាស់ស្ត្រីមេផ្ទះគ្រប់រូបបើចង់ឲ្យអាហារកាន់តែមានអោជីរឈ្ងុយឆ្ងាញ់ថែមមួយកម្រិតទៀតនោះសូមកុំភ្លេច BJ សញ្ញាផ្ទះត្រវែកម្ហូបឆ្ងាញ់គ្រួសារមានសុភមង្គលដោយសារ BJ សញ្ញាផ្ទះត្រវែកចាស់លោកអ្នកប្រហែលជាចង់ដឹងថានៅក្នុងសប្តាហ៍នេះតើ2នាទីរបស់នាងខ្ញុំនឹងមានមុខម្ហូបអ្វីដើម្បីជម្រាបជូនទៅដល់លោកអ្នកចាអញ្ចឹងដើម្បីកុំឲ្យខាត់ពេលយូរក៏សូមអនុញ្ញាតជួបជាមួយនឹងអ្នកគ្រូដែលជាតារាជើងចាស់មួយរូបផងដែរដែលអ្នកគ្រូស្ម័គ្រចិត្តមកចែករំលែកបទពិសោធន៍និងផ្នែកម្ហូបអាហារនេះជូនទៅដល់លោកអ្នកក៏ដូចជានាងខ្ញុំផងដែរចាជំរាបសួរអ្នកគ្រូចាអ្នកគ្រូសុខសប្បាយទេចាសុខសប្បាយធ្លាប់តែឃើញអ្នកគ្រូដូចថាដើរជាតួអង្គនឹងសាច់រឿងផ្សេងជាច្រើនហើយល្បីអ្នកគ្រូយូរណាអ្នកគ្រូចាហើយថ្ងៃនេះសប្បាយចិត្តមែនទែនដែលអ្នកគ្រូចំណាយពេលវេលាដ៏មានតម្លៃស្ម័គ្រចិត្តមកចែករំលែកបទពិសោធន៍សម្រាប់នាងខ្ញុំក៏ដូចជាទស្សនិកជនទាំងអស់ផងដែរចាអ្នកគ្រូប្រហែលជាទស្សនិកជននឹកចង់ឲ្យអ្នកគ្រូស្វាគមន៍ទៅទស្សនិកជនបន្តិចទៅអ្នកគ្រូចាជំរាបសួរទស្សនិកជនទាំងអស់ចានាងខ្ញុំថ្ងៃនេះសំណាងណាហើយពិសេសដែលបានបងអូនខាងនេះអញ្ជើញឲ្យមកចូលកម្មវិធីមុខម្ហូបពិសេសចាហើយខ្ញុំក៏មានមុខម្ហូបបន្តិចបន្តួចជាពិសេសណាស់ណាយទេប៉ុន្តែគ្រាន់ថាប្រហែលជាប្លែកចំពោះទស្សនិកជនខ្លះហើយចាអ្នកគ្រូជាធម្មតាមុខម្ហូបមើលទៅវាមិនខុសគ្នាសំខាន់លើការច្នៃប្រឌិតទេអ្នកគ្រូជួនកាលទៅម្ហូបខ្លះដូចគ្នាប៉ុន្តែនៅពេលដែលចុងភៅផ្សំគ្រឿងឬក៏រៀបចំគ្រឿងអ្វីដែលស្ទើរឬក៏មិនឆ្ងាញ់អញ្ចឹងអាចទទួលនៅខ្វះអ្វីបន្តិចណាអ្នកគ្រូអញ្ចឹងបានចាស់គាត់តែមានភាសាថាសម្លឆ្ងាញ់គ្រឿងចាយើងច្នៃប្រឌិតបន្ថែមចាអ្នកគ្រូយើងថែមនេះបន្តិចនោះបន្តិចអញ្ចឹងមកចាអ្នកគ្រូអាចឲ្យមុខម្ហូបយើងចាអ្នកគ្រូអញ្ចឹងនៅក្នុងពេលនេះផងដែរតើអ្នកគ្រូមានមុខម្ហូបអ្វីដើម្បីជម្រាបជូនទៅដល់លោកអ្នកដែលកំពុងតែតាមដានទស្សនាចានៅពេលនេះនាងខ្ញុំមានមុខម្ហូបមួយដែលមានឈ្មោះថាការថ្មប្រឡែងទឹកចាការថ្មប្រឡែងទឹកចាមើលទៅដូចស្ដាប់ឈ្មោះទៅមើលទៅត្រជាក់ហ្មងណាគ្រូចាការថ្មប្រឡែងទឹកចាអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរសូមអ្នកគ្រូរៀបរាប់គ្រឿងផ្សំតែម្ដងចាមុខម្ហូបតែការថ្មប្រឡែងទឹកហ្នឹងយើងមានសាច់លាយខ្លាញ់យើងយកមកហាន់ជាចំណិតហើយយើងមានថ្លើមយើងយកមកហាន់ជាចំណិតហើយយើងត្រាំទឹកសិនដើម្បីឲ្យវាអស់ជាតិខ្មៅណាហើយយើងកលៀនយើងយកមកហាន់ចំណិតទៅហើយយើងគូសជាម៉ូតអីបន្តិចទៅដើម្បីឲ្យវាមានសោភ័ណនៅក្នុងមុខម្ហូបយើងហើយយើងមានសាច់សុទ្ធយកមកចិញ្ច្រាំលាយជាមួយខ្ទឹមបន្តិចទឹកស៊ីអ៊ីវបន្តិចអំបិលបន្តិចដើម្បីលាយគ្រឿងឲ្យវារសជាតិហើយខ្លះនៅក្នុងហ្នឹងហើយយើងមានកាថ្មមានបកាក្រៀមយើងមានពងមាន់ប្រេងឆាខ្ទឹមច្រាំហើយនឹងជីវ៉ាន់ស៊ុយគល់ខ្ទឹមយើងមានអំបិលស្ករប៊ីចេងទឹកត្រីទឹកស៊ីអ៊ីវចាតែមុនដំបូងត្រូវធ្វើយ៉ាងម៉េចណាគ្រូចាមុនដំបូងយើងត្រូវចម្អិនវាយើងត្រូវដាក់ចាយើងឆានៅឆ្នាំងតែម្ដងអ្នកគ្រូយើងឆាក្នុងឆ្នាំងទៅហើយយើងដាក់ប្រេងឆាចាយើងស្មានមើលទៅថាដាក់ប្រេងឆាប្រហែលជា2ស្លាបព្រាអីបានហើយចាអ្នកគ្រូចាយើងដាក់ខ្ទឹមចិញ្ច្រាំដើម្បីដាក់យកមកម្លីងវាឲ្យឈ្ងុយចាហើយយើងកូរវាឲ្យសព្វដើម្បីឲ្យខ្ទឹមយើងនឹងឡើងពណ៌ក្រហមឈ្ងុយណាគ្រូចាអ្នកគ្រូត្រូវការអីនាងខ្ញុំហុចជូននាងខ្ញុំកូនកបិតណាអ្នកគ្រូចាំឲ្យខ្ទឹមវាក្រហមបន្តិចសិនចា
ចាហើយបន្ទាប់មកយើងចាដាក់សាច់លាយខ្លាញ់យកមកចៀនវាយកមកឆាជាមួយណាឆាជាមួយវាហ្នឹងទៅចា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 ហើយយើងដាក់ឆាចូលគ្នាទាំងអស់ឆាចូលទាំងអស់តែម្ដងណាគ្រូណាតែម្ដងចាណាគ្រូហើយយើងត្រឡប់វាចុះឡើងឲ្យសព្វចាឲ្យសព្វទាំងអស់ចាអ្នកគ្រូធ្វើការគ្រឿងផ្សំអ្វីទៀតចាំនេះខ្ញុំហៅជូនណាគ្រូហើយបង្គាក្រៀមចាបន្ទាប់មកបង្គាក្រៀមចាដាក់តែម្ដងឬមួយក៏យ៉ាងម៉េចណាគ្រូសិនអានេះវារៀងឲ្យឈ្ងុយសិនណាគ្រូណាចានេះខ្ញុំដាក់ចិត្តឲ្យអាហារចាតាមចំណង់ចំណូលចិត្តជួនកាលគេអាចដាក់ជាក្រៀមនៅពេលដាក់ទឹកក៏បានដែរចាអ្នកគ្រូក៏បានដែរតែខ្ញុំចូលចិត្តដាក់វាយកមកឆាចូលគ្នាឲ្យឈ្ងុយតែម្ដងណាគ្រូណាចូលគ្រឿងសពចាឲ្យវាចូលគ្រឿងសពចាហើយយើងដាក់ទឹកស៊ីអ៊ីវចាអ្នកគ្រូនេះខ្ញុំហៅជូនទឹកស៊ីអ៊ីវមុខម្ហូបហ្នឹងត្រូវប្រើទឹកស៊ីអ៊ីវច្រើនជាងទឹកត្រីចាអញ្ចឹងខ្ញុំដាក់3ស្ព្រាទៅចា3ស្ព្រាកាហ្វេណាគ្រូណាចាយើងឃើញក្លិនទឹកស៊ីអ៊ីវឈ្ងុយណាគ្រូចាខ្ញុំសុំទឹកត្រីបន្តិចចាទឹកត្រីយើងដាក់តែ1ស្លាបព្រាបានហើយចាកាលណាយើងស្ទើរអីចាំយើងថែមទៀតចាអ្នកគ្រូត្រូវការគ្រឿងផ្សំអ្វីទៀតអ្នកគ្រូយើងមានចាំភ្លក់មានស្ករមានប៊ីចេងមានអីទាំងអស់ចាឥឡូវអញ្ចឹងខ្ញុំសុំដាក់ស្ករបន្តិចចាស្ករយើងដាក់បន្តិចទៅតាមតែរសជាតិយើងចូលចិត្តចាអ្នកគ្រូអំបិលយើងដាក់បន្តិចសិនដើម្បីយើងខ្លាចវាប្រៃពេកទៅតាមតែចំណង់ចំណូលចិត្តយើងចាអ្នកគ្រូព្រោះនៅក្នុងនេះយើងមិនបានលាយហើយចាក្នុងសាច់ដែលយើងស៊ុនវត្តក៏មានលាយអំបិលប៊ីចេងស្ករដូចជាម្រេចដែរហើយរួចហើយអ្នកគ្រូណាមើលខ្ទឹមដែរគឺមើលឲ្យសាច់យើងនឹងវាឆ្អិនហើយយើងក្រៀមបន្តិចទៅអ្នកគ្រូយើងក្រៀមបន្តិចទៅហើយទឹកធម្មតាយើងឆាទៅវាមានព្រីងវាចេញទឹកមកអញ្ចឹងទឹកហ្នឹងវារៀងក្រៀមបន្តិចណាឲ្យយើងរៀងព្រីងបន្តិចទៅហើយយើងចាំដាក់ទឹកបន្ថែមតែម្ដងណាគ្រូណាចាឥឡូវសាច់យើងរៀងក្រៀមបន្តិចហើយចាក្រៀមបន្តិចហើយអញ្ចឹងយើងត្រូវការដាក់ទឹកចូលហើយចាអញ្ចឹងយើងលីងសាច់យើងក្រៀមអ្នកគ្រូណាឲ្យឈ្ងុយតែម្ដងចាតែកុំក្រៀមពេកអ្នកគ្រូណាកុំក្រៀមពេកវាអាចទៅជាស្វិតវិញហើយពេលយើងចាក់ទឹកយើងស្មានមើលថាមកល្មមបានហើយកុំឲ្យទឹកវាច្រើនពេកកុំឲ្យតិចពេកកុំឲ្យតិចពេកព្រោះយើងត្រូវមានបាត់សាច់យើងដែលច្រាមចេញជាប្រហិតទៀតនេះដើម្បីទឹកយើងសមយើងនៅតែប៊ីចេងសញ្ញាខ្ទះត្រវែកទេអត់ទាន់ដាក់ទេណាគ្រូតែការគ្រប់សិនណាគ្រូចាអញ្ចឹងយើងរងចាំទឹកស្លពុះប្រហែលជា1នាទីទៅ2នាទីណាអ្នកគ្រូបន្តមកទៀតយើងត្រូវធ្វើមិនទៀតណាគ្រូឥឡូវយើងត្រូវរៀបបន្ទាប់ពីទឹកពុះហើយយើងត្រូវដាក់សាច់ច្រាមសាច់ចូលសាច់សុតចាសាច់សុតច្រាមយើងសូនជាមួយខ្ទឹមហ្នឹងតិចតួចណាគ្រូណាហ្នឹងទុកដាក់ពេលទឹកពុះឥឡូវយើងរៀបចំបន្ទាប់ពីពុះហើយយើងយកផ្កាថ្មហ្នឹងយើងយកមកកាត់ដាក់ក្នុងចាននេះហើយហើយដាក់ក្នុងចានតែម្ដងមិននេះទេណាគ្រូណាហើយដាក់ក្នុងចានហើយធ្វើចាំពុះ
ចាំខ្ញុំជំរាបតាម តទៀតចាលាក់សិនពូជំរាបមកកលាក់ម្ដងអ្នកគ្រូចាមកកលាក់ម្ដងចាអូអ្នកគ្រូទឹកស្លអ្នកគ្រូពុះចាអូពុះហើយចាអញ្ចឹងយើងត្រូវដាក់សាច់សុតចូលហើយប្រហិតចូលអ្នកគ្រូណាប្រហិតសាច់ជូរចូលចាចាអ្នកគ្រូទៅកាវេចាយើងត្រូវថែមប៊ីចេងសញ្ញាផ្ទះត្រវែកកុំភ្លេចជំនួយការម្ហូបអាហារណាគ្រូចាយើងដាក់មួយស្លាបព្រាទៅចាព្រោះទៅតាមចំណង់ចំណូលចិត្តរបស់យើងចាហើយយើងត្រូវភ្លក់មើលថាតើល្មមនៅចាដើម្បីយើងយកដួសដាក់នៅក្នុងចានរបស់យើងចាចាយើងមើលឃើញថាសម្លយើងមើលទៅឈ្ងុយណាគ្រូឈ្ងុយយើងថែមគល់ខ្ទឹមអូចាដាក់គល់ខ្ទឹមឲ្យវាឆ្អិននៅក្នុងហ្នឹងទៅឲ្យក្លិនឈ្ងុយមែនតើណាគ្រូចាចាហើយយើងមើលទៅថាឆ្អិនហើយយើងអាចចាការថ្មយើងហែកហើយជាស្រេចអត់ដាក់ចូលក្នុងឆ្នាំងទេណាគ្រូណោះអត់ដាក់ទេហើយយើងគោះពងមាន់មួយចាទៅហើយយើងហែកដាក់នៅក្នុងហ្នឹងចាមួយឬពីរតាមដែលយើងចូលចិត្តចាអ្នកគ្រូចាហើយយើងដួសសម្លយើងហ្នឹងចាអ្នកគ្រូដាក់ពីលើតែម្ដងអ្នកគ្រូណាអូសុកក្តៅអញ្ចឹងអូដៃឡែកជាធម្មតាស្ងោរទូទៅច្រើននេះអ្នកគ្រូច្រើនដាក់ផ្កាថ្មហ្នឹងជាមួយនឹងទឹកស៊ុបតែម្ដងតែអ្នកគ្រូដាក់ទឹកស៊ុបកំប៉ុងតាពូលើឆ្នាំងហ្នឹងដួសដាក់ពីលើតែម្ដងដាក់ពីលើហើយចាយើងដាក់ជីវ៉ាន់ស៊ុយបន្តិចមកចាអូឲ្យក្លិនឈ្ងុយណាគ្រូក្លិនមួយយ៉ាងទៀតចានេះពុះខ្លាំងហើយយើងបន្ថយភ្លើងទៅចាយើងអាចបិទតែម្ដងបានដោយសារយើងកំពុងតែដួសក្តៅហើយណាអ្នកគ្រូអូយអ្នកគ្រូក៏ចង់ទទួលទានចង់ភ្លក់ហ្មងអ្នកខ្ញុំចាឈ្ងុយណាគ្រូចារួចរាល់ហើយយើងចាក់ជីវ៉ាន់ស៊ុយដាក់ពីលើតិចទៅដើម្បីវាមានសពន់ផងហើយមានរសជាតិប្លែកហើយនឹងក្លិនឈ្ងុយទៀតចាស្រេចរួចរាល់ហើយអ្នកគ្រូអូយឈ្ងុយមែនតែនចាឲ្យក្លិនឈ្ងុយក៏ចង់ភ្លក់ហ្មងណាគ្រូចាឈ្ងុយជីវ៉ាន់ស៊ុយឲ្យមើលទៅផ្កាថ្មនេះតំណងណាគ្រូជាពិសេសដល់ម៉ោងនេះម៉ោងដូចម៉ោងបាយទៀតណាគ្រូមួយដែលងាយចាងាយហើយសំខាន់នៅផ្សំគ្រឿងឃើញអ្នកគ្រូផ្សំគ្រឿងតំណងមែនតែនចាគ្រប់មុខអីអញ្ចឹងណាគ្រូទាំងសាច់ទាំងប្រហិតអីណាគ្រូចាសាបឬប្រៃទៅតាមរបស់យើងចាប៉ុន្តែភាគច្រើនស្ងោរវាត្រូវការរៀងសាបបន្តិចចាអ្នកគ្រូដើម្បីយើងហូបទៅវាមិនសេចទឹកច្រើនចាអ្នកគ្រូចាអ្នកគ្រូនេះខ្ញុំចង់ភ្លក់ដល់ហើយចាឈ្ងុយហ្មងអ្នកគ្រូចាអ្នកគ្រូចេញភ្លក់ជាមួយនឹងខ្ញុំអ្នកគ្រូទេខ្ញុំធ្វើរាល់ថ្ងៃខ្ញុំចាំដៃហើយចង់ឲ្យអូនភ្លក់មើលតើវាយ៉ាងម៉េចដែរចាអ្នកគ្រូប្លែកដោយសារប្លែកត្រង់ថាអ្នកគ្រូអត់ចាំបាច់ត្រាំផ្កាថ្មយើងជាធម្មតានៅតាមក្រុមគ្រួសារភាគច្រើនគាត់ធ្វើរបៀបផ្កាថ្មហ្នឹងត្រាំនៅឆ្នាំងសម្លតែម្ដងណាគ្រូអញ្ចឹងប្លែកដែរណាគ្រូដូចថាពេលទទួលទានវាមានដួសដាក់អញ្ចឹងថ្មីណាគ្រូចាដូចម្យ៉ាងនេះខ្ញុំសុំភ្លក់ទៀតណាគ្រូចាអូមានពងមាន់អូពងមាន់ខាងក្រោមនេះឆ្អិនល្មមតែម្ដងណាគ្រូនេះដោយទឹកស្លយើងក្តៅចាយើងដាក់ក្តៅអញ្ចឹងណាគ្រូចាចង់បានប្រហិតអ្នកគ្រូមួយទៀតហើយនេះខ្ញុំសូមភ្លក់ផ្កាថ្មបន្តិចណាគ្រូ
này cô đã bên chẳng tiếp ca thmoi những cái đôi sọt lọ vì đôi ắt bà cái này dương tram nông chấm phơi pe nè cô đây đôi chiết ngăn chương dương tram nông chăn nắng cháo nè cô cha chị ca bớt chụp mộng hộp này na có che đây nè cô bàn tay ở với đây chị bọt bị sao tình tích dương ắt đắng nè cô cha chương đôi nè cô chương bọt đỏ là bọt bị sao sầm rạp nên nhom có đôi chị bông ôn sợi trai từng áo phong đây không khả năng ní cha chương ngày trái bông ôn khá ạch đắng ngay tha dương nè pe đà sầm lọp ca thmoi ngày trái dương mình chăm bạch đập cá thầm mò tram thế này cú nằm tập phơi cha rít tới cha rồi chết bạch bằng tịch đá này cú cha tam bất chân men tam ở những khi em thọp ở từ tiênคือbạch bằng tịch đá này cú cha lấy đập bên này cú vườn chân tới ngắn này cú ngắn mình tên cha cân cha nơi bên đại dương chân từ tiên đôi tha lỡ miên ôn tôi nha chứ mà chan chỉ cơ anh tinh tích rồi phong này cú cha hay ở ru chết có tụi ban tham hay ngang chiêng ở đại dương tram cháo đấy này cú cha ở kênh cha lô lô sài này nhà chỉ tìm tại đây cả bằng hàng chưa nợ một hộp ti môi pi cam thì đã bài dương cả ban rủi ro hái mới nâng thưa cả bằng hàng chưa nợ một hộp ti pi chỉ bàn to tiết nên khi ông có đôi chân là cú xong anh nhạt xâm rạ mùi pleasant ចាស់លោកលោកស្រីនាងកញ្ញាជាទីមេត្រីមុននឹងធ្វើការបង្ហាញជូននៅមុខម្ហូបទី2ជាបន្តទៀតនាងខ្ញុំសូមអនុញ្ញាតថ្លែងអំណរគុណចំពោះក្រុមហ៊ុនដែលបានចូលរួមឧបត្ថម្ភដល់នីតិរបស់នាងខ្ញុំសូមអរគុណដល់ក្រុមហ៊ុន BJ សញ្ញាផ្ទះត្រវែក BJ សញ្ញាផ្ទះត្រវែកគឺជា BJ ដែលមានគុណភាពខ្ពស់រសជាតិឆ្ងាញ់ហើយមិនតែប៉ុណ្ណោះនៅលើសម្បកកញ្ចប់គឺមានបញ្ជាក់យ៉ាងច្បាស់លាស់នៅថ្ងៃខែឆ្នាំផលិតនិងថ្ងៃខែឆ្នាំផុតកំណត់នៃការប្រើប្រាស់ BJ សញ្ញាផ្ទះត្រវែកមាន5ប្រភេទសម្រាប់លោកអ្នកជ្រើសរើសគឺទម្ងន់កន្លះគីឡូក្រាម 4 ខាំកន្លះ 2 ខាំកន្លះ 1 ខាំនិងកន្លះខាំ ម្ហូបឆ្ងាញ់គ្រួសារមានសុភមង្គលដោយសារ BJ សញ្ញាផ្ទះត្រវែក ចាស់លោកនាងកញ្ញាជាទីមេត្រីវិលជួបជាថ្មីជាមួយនឹងការជម្រាបជូននៅមុខម្ហូបទី2អំពីអ្នកគ្រូជាបន្តទៀតចាអ្នកគ្រូចំពោះមុខម្ហូបទី2នៅក្នុងខណៈនេះតើមានឈ្មោះអីដែរអ្នកគ្រូចាមុខម្ហូបទី2នេះគឺមានឈ្មោះថាខប្រហុកចាពិសេសអ្នកគ្រូជាម្ហូបនាងខ្ញុំចូលចិត្តហ្មងចាមុខម្ហូបខ្មែរមុខម្ហូបខ្មែរយើងចាសិតតែមុខម្ហូបខ្មែរទាំងអស់ហ្មងអ្នកគ្រូចាអរគុណច្រើនអ្នកគ្រូអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរសូមអ្នកគ្រូរៀបរាប់គ្រឿងផ្សំតែម្ដងចាមុខម្ហូបខប្រហុកនេះយើងមានគ្រឿងផ្សំមានត្រីដណ្ដែងមានសាច់ជ្រូកច្រាំសាច់ជ្រូក3ជាន់ចាមានប្រហុកច្រាំហើយយើងមានត្រប់ពុតញងស្លឹកក្រូចសើចមានម្ទេសមានខ្ទឹមសយើងបកឲ្យស្អាតហាន់ជាចំណិតចាមានស្ករត្នោតមានប៊ីចេងប្រេងឆានិងខ្ទឹមសច្រាំចាហើយបន្លែលក់ហ្នឹងយើងមានតាមចំណង់ចំណូលចិត្តយើងចាអ្នកគ្រូចូលចិត្តអីយើងដាក់ហ្នឹងមកចាអ្នកគ្រូចាអរគុណច្រើនចឹងមុនដំបូងតើយើងត្រូវធ្វើយ៉ាងម៉េចដែរចាមុនដំបូងយើងត្រូវបើកខ្ទះក្តៅសិនចាបើកខ្ទះឲ្យក្តៅចាឲ្យក្តៅបន្តិចសិនហើយយើងចាប់ផ្ដើមយើងលីងត្រប់ពុតញោមចាចឹងឥឡូវខាងផ្ទះយើងក្តៅបន្តិចហើយចាយើងដាក់ត្រប់ហ្នឹងលីងវាទៅដើម្បីឲ្យវាយើងឆ្អិនបន្តិចទៅចាអ្នកគ្រូយើងឡើងតែការបន្ថយភ្លើងតិចណាគ្រូភ្លើងខ្លាំងពេកខ្លាចអ្នកគ្រូពិបាកមើលភ្លើងត្រូវការភ្លើងតិចដើម្បីឲ្យទ្រាប់ហ្នឹងវាឆ្អិនល្អចាអ្នកគ្រូលីងទ្រាប់ហ្នឹងដើម្បីឲ្យវាអស់ជាតិកពុលផងចាអ្នកគ្រូចាវាកពុលណាចាយើងរៀងកពុលបន្តិចចឹងបើអ្នកអត់ចេះទទួលទានកពុលទេអ្នកគ្រូប៉ុន្តែបើអ្នកចេះឆ្ងាញ់ស្រួយណាគ្រូចាចាឃើញថាទ្រាប់ពុលលំញងហ្នឹងគឺនៅខាងកំពង់ឆ្នាំងណាអ្នកគ្រូបងប្អូនយើងនៅខាងកោះគាត់ដាំល្អអ្នកគ្រូច្រើនហិតតាមែនតែនចាឲ្យនាំចេញទៅប្រទេសជិតខាងយើងវិញណាគ្រូចាច្រើនហិតតាណា
តែក្មេងៗក្រោយពេលខ្លះអត់ស្គាល់ទេទ្របពុតញងហ្នឹង ចាអ្នកគ្រូ តើយើងនិយាយទ្របពុតញងអញ្ចឹងទៅថាទ្របពុតញងហ្នឹងរៀងអាម៉េចខ្ញុំថាទ្របតែទូចផ្លែវាកញ្ចុំអញ្ចឹងចាអញ្ចឹងអ្នកគ្រូដែលឡាយប្រធានបទកម្មវិធីយើងជួនកាលយើងចុះទៅចំការឲ្យបានយកបណ្ដែមកឆ្នៃជាមុខម្ហូបចាជួនកាលទៅដល់ចំការទ្របពុតលំញងយើងមកវិញយើងធ្វើមុខម្ហូបដែលធ្វើពីទ្របពុតញងចាយើងឃើញថាល្មមហើយអញ្ចឹងយើងដាក់វាមួយលើសិនចាទុកមួយលើសិនអ្នកគ្រូណាលើសិនមកចាយើងដាក់ប្រទេសហ្នឹងវិញដដែលយើងយកស្លឹកក្រូចសើចចាឲ្យឈ្ងុយអ្នកគ្រូណាចាតែយើងអត់ហាន់អត់អីទេអ្នកគ្រូណាគ្រាន់តែលេងឲ្យឈ្ងុយណាអ្នកគ្រូចាយកក្លិនចាហើយឲ្យនេះបន្តិចសិនទៅចាំយើងចានេះអ្នកគ្រូសុំចាគាត់ដាក់ទៅវាសុំក្លិនឈ្ងុយចាហើយយើងដាក់ខ្ទឹមចូលជាមួយគ្នាហ្មងទៅចាអ្នកគ្រូដើម្បីឲ្យពេលវេលាយើងលឿនដែរកុំឲ្យខាតកន្លែងមួយយូរចាចាពុំអីទេអ្នកគ្រូមើលទៅខ្ទឹមហើយម្ទេសស្លឹកក្រូចសើចដូចវាស៊ីគ្នាដែរមុខ3មុខហ្នឹងណាអ្នកគ្រូចាតែនាងខ្ញុំចូលចិត្តម្ហូបខ្មែរដែរអ្នកគ្រូជាពិសេសប្រហុកហ្នឹងចូលចិត្តផ្អកប្រហុកហ្នឹងយើងទៅទៀនបាយបានច្រើនចាគីឡូឡើងទៀតអ្នកគ្រូគីឡូក៏ឡើងដែរអត់ដឹងខ្លួនទេទឹកខ្មែរយើងពីដើមចូលចិត្តណាចាស់ឲ្យតែចាមានអីបានប្រហុកហ្នឹងហើយហូបបាយបានចាអ្នកគ្រូពេលគាត់ប្រមូលផលលេងម្ដងអ្នកគ្រូចាបានតែហ្នឹងហើយមានបន្លែទីទួចមកអូឆ្ងាញ់ណាស់ជុំកូនចៅចាឲ្យក្លិនឈ្ងុយណាគ្រូចាយើងឲ្យម្ទេសក្រៀមជានឹងបន្តិចសិនចាម្ទេសហើយនឹងខ្ទឹមហើយឈ្ងុយទាំងអស់ហ្មងណាគ្រូស្លឹកក្រូចទៀតណាគ្រូអញ្ចឹងក្លិនវាផ្សេងទៀតចាណាគ្រូចាគឺថាល្មមហើយបានទេណាគ្រូចាយើងកាយដាក់ទុកមិនលើសិនយើងទុកម្ដុំសិនណាគ្រូណាទុកមួយលើសិនចាឥឡូវយើងលាងខ្ទះហើយបន្ទាប់មកយើងបើកភ្លើងដើម្បីខ្ទះយើងក្តៅយើងត្រូវបំពងត្រីចាណាគ្រូមិញខ្ទះយើងហ្នឹងវាយើងលីងនេះទៅវាតឹមលីងពេញទៅមានស្អិតអីចឹងចាអញ្ចឹងយើងត្រូវការលាងខ្ទះឲ្យស្អាតសិនណាគ្រូណាដើម្បីចាយើងបំពងត្រីទៅឲ្យត្រីយើងហ្នឹងបានល្អវាអត់ស្ជាប់ក្នុងខ្ទះអញ្ចឹងសូមចាក់បន្តិចចាណាគ្រូអ្នកគ្រូលៃមកនេះទៅអត់អីទេឲ្យច្រើនតិចទៅកុំឲ្យជាប់ខ្ទះត្រីចាយើងត្រូវការប្រើប្រេងឆាច្រើនចាអញ្ចឹងយើងមើលប្រេងយើងឲ្យក្តៅសិនចាអ្នកគ្រូយើងដាក់ត្រីចូលយើងចាំបន្តិចសិនទៅចាយើងដាក់ត្រីចូលហើយចាចាអ្នកគ្រូចំពោះការបំពងត្រីយើងត្រូវការក្រៀមខ្លាំងហ្នឹងណាគ្រូចាឲ្យវារៀងក្រៀមល្មមតាមយើងចូលចិត្តចាកុំឲ្យក្រៀមមិនក្រៀមពេកទេណាគ្រូណាបាច់ក្រៀមពេកទេចាក្រៀមពេកវាទៅជាស្បត់សាច់ត្រីវិញចាណាគ្រូ
ចាបានហើយអ្នកគ្រូតែយើងថាប៉ុណ្ណឹងល្មមចាអញ្ចឹងបិទភ្លើងអ្នកគ្រូណាចានេះអ្នកគ្រូជួយកូនកបិតនៅខាងនេះចារៀងជិតចប់តិចប៉ុន្តែដឹងតែពេលទទួលទានឆ្ងាញ់ណាអ្នកគ្រូចាឥឡូវត្រីបំពងរួចហើយយើងទុកមួយលើសិនឲ្យស្រស់ខ្លាញ់ចាហើយបិទផ្ទះហើយយើងលាងផ្ទះជាថ្មីម្ដងទៀតអ្នកគ្រូលាងផ្ទះជាថ្មីម្ដងទៀតដើម្បីយើងឆាអូគ្រឿងផ្សំផ្សេងចូលទៀតអ្នកគ្រូទៀតចាយើងត្រូវលាងផ្ទះជាថ្មីហើយយើងដាក់បើកភ្លើងម្ដងទៀតចាយើងត្រូវដាក់ប្រេងឆាយើងបំពងខ្ទឹមខ្ទឹមចាឲ្យឈ្ងុយចាយើងដាក់ប្រេងឆាទៅយើងឆាជាមួយនឹងគ្រឿងផ្សំផ្សេងទៀតណាគ្រូហ៎ចាយើងរងចាំឲ្យប្រេងយើងក្តៅចាចេះអ្នកគ្រូថៃយើងដូចសម្រាប់ខ្លាញ់ហើយតើអាចរៀបដាក់ចានជួយអ្នកគ្រូឲ្យមកអ្នកគ្រូដាក់ចានឲ្យទៅឥឡូវប្រេងយើងដៅល្មមហើយយើងត្រូវដាក់ខ្ទឹមចាអ្នកគ្រូដើម្បីបំពងឲ្យឈ្ងុយចាយើងប្រើខ្ទឹមច្រើនបន្តិចក៏វាឈ្ងុយដែរចាកុំឲ្យអស់អីចាច្រើនពេកចាចាអ្នកគ្រូតមកយកអីទៀតនឹងខ្ញុំហុចឲ្យស្ករមកស្ករថ្នោតមកចាអញ្ចឹងដើម្បីឲ្យវាឈ្ងុយជាមួយនឹងដែរអូចាដាក់បំពងខ្ទឹមឲ្យដាក់ស្ករត្នោតសិនណាគ្រូណាចាហើយវាបានក្រហមបន្ថយភ្លើងតិចហ្នឹងណាគ្រូដូចជាភ្លើងដូចជាខ្លាំងតិចដែរចាណាគ្រូចាអ្នកគ្រូធ្វើការអីទៀតណាគ្រូនឹងខ្ញុំហុចឲ្យបន្ទាប់មកយើងប្រហុកមកចាអ្នកគ្រូប្រហុកហើយចាឈ្ងុយហ្នឹងណាគ្រូគ្រូចាចាយើងច្បល់វាឲ្យស្មើគ្នាទៅឲ្យវាចូលជាតិប្រហុកចេញអីណាណាគ្រូចាឲ្យវាចូលជាតិប្រហុកជាមួយនឹងសាច់ទឹក5ហ្នឹងទៅចាហើយយើងដាក់ប៊ីចេងមកល្មមទៅចាកាលណាច្រើនពេកក៏វាក្រៀវដែរតោះមកដាក់គ្រឿងផ្សំចូលណាគ្រូផ្សំចូលចាឆាយកមកយើងដាក់ម្ទេសចាដាក់ម្ទេសដែលគ្រឿងយើងលីងហើយចូលណាអ្នកគ្រូចាហើយយើងច្បល់ចូលគ្នាឲ្យសព្វទៅចាត្រប់ពូលំញងទៀតណាគ្រូចាតែកាអីទៀតទេណាគ្រូចាត្រូវចាំតិចទៀតដាក់ទឹកបន្តិចទៀតចាអញ្ចឹងនាងខ្ញុំត្រៀមឲ្យណាគ្រូយើងច្បល់វាឲ្យសព្វដែរហើយយើងដាក់ទឹកចូលបន្តិចទៅឲ្យវាប៉ែបន្តិចណាគ្រូហ៎អូចាកុំឲ្យស្ងួតពេកចាណាគ្រូងុយណាគ្រូក្លិនគ្រូសាក្លិននេះក្លិនចូលគ្នាច្បល់ក្លិនហេវបាយណាគ្រូក្លិននេះបើសិនតែបាយកកក៏ត្រូវកុំថាឡើយបាយក្តៅណាគ្រូហើយបើបាយក្តៅសាល់បើដាំបាយមានក្តាំងតិចៗឆ្ងាញ់ណាគ្រូចា
នឹងជាមួយបាយក្តាំងឆ្ងាញ់មែន ចាអ្នកគ្រូ ចាឲ្យវាពុះឲ្យតែជូរបន្តិចយើងដាក់ត្រី ចាអ្នកគ្រូឲ្យវាចូលជាតិបន្តិចហើយរៀងនៅប៉ែកៗបន្តិចៗណាគ្រូហ៎ចាឲ្យក្លិនឈ្ងុយណាគ្រូ ចាឈ្ងុយឥឡូវមើលទៅល្មមហើយ ចាបានអ្នកគ្រូបិទភ្លើងសិនណាអ្នកគ្រូ ហើយយើងអាចបិទភ្លើង ចា ចាហើយយើងដួសដាក់ពីលើហ្មងចាយើងទៅការសូបទឹកសាច់ជ្រូកប្រហុកហ្នឹងពីលើត្រីតែម្ដងណាគ្រូណោះមានទាំងត្រីមានទាំងសាច់មានប្រហុកចាហើយអ្នកគ្រូអូយឈ្ងុយណាគ្រូចាឈ្ងុយក្លិននេះក្លិនក្លៀនមកណាគ្រូចាអ្នកគ្រូភ្លក់ជាមួយនាងខ្ញុំដូចអៀនណាអ្នកគ្រូអត់ទេចង់ឲ្យបងអូនភ្លក់មើលតែយ៉ាងមិនដែររសជាតិចាខប្រហុកណាអ្នកគ្រូតំណមែនតែនមានរសជាតិថៃអីចឹងទៅលេមានប្រហុកឲ្យទ្របពុនញងឲ្យឈ្ងុយមែនតែនអ្នកគ្រូឈ្ងុយខុសធម្មតាណាគ្រូចាអញ្ចឹងនាងខ្ញុំសុំភ្លក់តិចណាគ្រូវាជាធម្មតាបើនាងខ្ញុំចូលចិត្តវិញគិតថាធ្លាប់ស្រួយជាមួយនឹងតកួនដូចខ្ញីដូចត្រូវជាងគេណាគ្រូនាងខ្ញុំចំណូលចិត្តណាគ្រូចាចាដូចតំណងដែរអ្នកគ្រូភ្លក់ជាមួយនាងខ្ញុំទៅនាងខ្ញុំថ្ងៃនេះមានសំណាងហើយបានអ្នកគ្រូជើងចាស់អញ្ជើញមកអញ្ចឹងអត់បានជួយអញ្ចឹងណាអ្នកគ្រូដឹងអាចាំភ្លក់ហ្មងចាលក់សុំតកួនចាជាធម្មតាតាមពិតម្ហូបនេះជាធម្មតាត្រូវដៃហ្មងបានឆ្ងាញ់ណាគ្រូប៉ុន្តែឥឡូវយើងចូលកម្មវិធីដូចថាកុំឲ្យទស្សនិកជនគាត់ថាឃើញភ្លក់មុខម្ហូបអញ្ចឹងបានរៀងម៉ាប់អញ្ចឹងរៀបហឹងតិចតាមពិតនៅផ្ទះដៃណាទស្សនិកជនអ្នកគ្រូឆ្ងាញ់ចាដល់ពេលរសជាតិថែងដែនប្រហុកឆាឈ្ងុយក៏ឈ្ងុយណាគ្រូហើយរសជាតិឆ្ងាញ់នេះមិនតែមកឈ្ងុយទេឆ្ងាញ់ហ្មងណាគ្រូក្លិនក៏បានឲ្យជីរសក៏បានឆ្ងាញ់មែនតើទស្សនិកជនអរគុណចាអ្នកគ្រូឆ្ងាញ់អើយនេះខ្ញុំមានសំណាងបានអ្នកគ្រូជាតារាជើងចាស់ហើយមកស្ម័គ្រចិត្តមកចែករំលែកបទពិសោធន៍សម្រាប់នាងខ្ញុំក៏ដូចជាទស្សនិកជនចាចំពោះមុខម្ហូបនេះងាយធ្វើឲ្យគ្រាន់តែរៀងជិបចប់បន្តិចប៉ុន្តែឆ្ងាញ់ចាឲ្យក្លិនក៏ឈ្ងុយទៀតអញ្ចឹងទស្សនិកជនទាំងអស់អាចសាកល្បងបានចាជាធម្មតាមុខម្ហូបខ្លះវារៀងពិបាករៀងកញ្ចប់ឲ្យញ៉ៃតិចណាអ្នកគ្រូប៉ុន្តែគួរចង់ទទួលទានគួរតែធ្វើដែរចាជាពិសេសជុំគ្នានៅចុងសប្តាហ៍ហ្នឹងត្រូវឲ្យម្ហូបជិបលក់ណាគ្រូចាច្រើនប្រភេទអញ្ចឹងណាគ្រូចាឆ្ងាញ់មែនតើចាជាការពិតគឺមុខម្ហូបស្រុកខ្មែរយើងនេះងាយស្រួលរកបន្លែក៏មានស្រស់អីអញ្ចឹងណាគ្រូចិត្តខ្លួនមានចានាងខ្ញុំសប្បាយរីករាយមែនតើជាមួយនឹងការភ្លក់មុខម្ហូបដ៏ឆ្ងាញ់របស់អ្នកគ្រូដែលអ្នកគ្រូស្ម័គ្រចិត្តមកចែករំលែកបទពិសោធន៍នៅពេលនេះចាស់ដោយពេលវេលាយើងខ្លីអ្នកគ្រូត្រូវបែកពីអ្នកគ្រូចាសង្ឃឹមតែអ្នកគ្រូមានមុខម្ហូបប្លែកអីអ្នកគ្រូផ្ដល់ឱកាសម្ដងទៀតណាអ្នកគ្រូចាជាចុងក្រោយតែអ្នកគ្រូមានពាក្យពេចន៍អ្វីជម្រាបទៅដល់ទស្សនិកជនដែលកំពុងតែតាមដានទស្សនាទេអ្នកគ្រូចានាងខ្ញុំមិនមានអ្វីធំដុំទេគ្រាន់ថាមុខម្ហូបនេះនាងខ្ញុំយកមកបង្ហាញហ្នឹងគឺថាចង់ឲ្យកូនខ្មែរយើងយល់ដឹងពីមុខម្ហូបខ្មែរយើងផងគិតថាមុខម្ហូបអឺរ៉ុបអីវាឆ្ងាញ់ប៉ុន្តែខ្មែរយើងអាចឆ្ងាញ់ជាងគេខ្ញុំសរសើរតិចខ្ញុំចូលចិត្តខ្មែរចាហើយខ្ញុំចូលចិត្តទៀតចាហើយវាពិបាកធ្វើបន្តិចប៉ុន្តែឆ្ងាញ់ចាឆ្ងាញ់ហើយ
តើឡាកូនយើងកូនខ្មែរកូននេះយើងចង់ពង្រៀនកូនខ្មែរនឹងឲ្យចេះធ្វើកុំឲ្យភ្លេចទៅកាលណាយើងភ្លេចធ្វើយើងអត់ធ្វើទៅអាចបាត់បង់ទៅចាវាដូចជាសិល្បៈចឹងដែរចាអានេះវាជាសិល្បៈការដាំស្លយើងចាតាមទៅអ្នកគ្រូចាយើងត្រូវថែរក្សាវាទុកអញ្ចឹងដែរចាហើយក៏អរគុណទៅដល់ទស្សនិកជនផងដែរដែលខំតាមដានទស្សនាចានៅនីតិមុខម្ហូបពិសេសចាហើយសូមជូនពរឲ្យមានសុខភាពល្អទាំងអស់គ្នាទាំងខ្ញុំនិងទាំងអូនចាអ្នកគ្រូចាហើយនឹងទស្សនិកជនទាំងអស់ចាហើយចំពោះនាងខ្ញុំក៏សូមអរគុណដល់អ្នកគ្រូចាដែលអ្នកគ្រូចំណាយពេលវេលាដ៏មានតម្លៃស្ម័គ្រចិត្តមកចែករំលែកបទពិសោធន៍សម្រាប់នាងខ្ញុំក៏ដូចជាទស្សនិកជនទាំងអស់ដែលកំពុងតែតាមដានទស្សនាផងដែរចាសូមជូនពរអ្នកគ្រូចាសូមអ្នកគ្រូមានសុខភាពល្អហើយនៅជំវងសិល្បៈឲ្យបានយូរព្រោះអ្នកគ្រូបានដឹងពីវប្បធម៌សិល្បៈអរិយធម៌យើងច្រើនដើម្បីសម្រាប់បងប្អូនចំនួនក្រោយក៏ដូចជានាងខ្ញុំផងដែរណាអ្នកគ្រូចាអញ្ចឹងសូមអរគុណអ្នកគ្រូជំរាបលាចាលោកស្រីនាងកញ្ញាជាទីមេត្រីវគ្គធ្វើមុខម្ហូបក៏បានបញ្ចប់ទៅហើយដូច្នេះក៏សូមអញ្ជើញលោកអ្នកតាមដានទស្សនាជាមួយនឹងវគ្គជាបន្តទៀតពីកម្មវិធីរបស់យើងដូចតទៅចាលោកស្រីនាងកញ្ញាជាទីមេត្រីនៅក្នុងពេលនេះផងដែរនាងខ្ញុំបានធ្វើដំណើរមកដល់ផ្សាររាត្រីចាលោកអ្នកកំពុងតែទស្សនាបានឃើញរួចមកហើយនៅខាងក្រោយខ្នងរបស់នាងខ្ញុំនេះគឺសិតតែផ្កាអញ្ចឹងលោកអ្នកដឹងហើយថាពីកម្មវិធីរបស់នាងខ្ញុំនឹងចង់បង្ហាញជូនអ្វីចាប៉ុន្តែនៅក្នុងសប្តាហ៍នេះនាងខ្ញុំចង់បង្ហាញជូនលោកអ្នកអំពីរបៀបធ្វើផ្កាប៉ុន្តែរបៀបធ្វើផ្កានោះគឺយើងយកក្រដាសច្នៃជាផ្កាចឹងដឹងថារបៀបយកក្រដាសច្នៃជាផ្កានេះយ៉ាងដូចម្ដេចនោះក៏សូមអញ្ជើញលោកអ្នកតាមដានទស្សនាជាមួយនឹងកម្មវិធីរបស់យើងខ្ញុំជាបន្តទៀតដូចតទៅចាជំរាបសួរអ្នកគ្រូចាសូមតើអ្នកគ្រូសុខសប្បាយទេចាសុខសប្បាយចានេះខ្ញុំសូមអនុញ្ញាតស្គាល់ឈ្មោះអ្នកគ្រូផងចានេះខ្ញុំឈ្មោះកៅដាវីចាតែជានិច្ចការមកពីកម្មវិធីទូរទស្សន៍អប្សរាប៉ុន្តែកម្មវិធីផ្សេងធ្លាប់មកថតអ្នកគ្រូហើយថាអ្នកគ្រូបង្ហាញអំពីរបៀបធ្វើផ្កាជាច្រើនប្រភេទដែរអ្នកគ្រូចាហើយនៅសប្តាហ៍នេះតើអ្នកគ្រូចង់បង្ហាញទស្សនិកជនធ្វើអំពីផ្កាអ្វីដែរទេអ្នកគ្រូចានៅក្នុងសប្តាហ៍នេះខ្ញុំមានដំណងចង់បង្ហាញជូនទស្សនិកជននៅរបៀបធ្វើផ្កាកណ្ដាស់ចាជាការពិតទស្សនិកជននៅក្នុងនីតិមុខម្ហូបពិសេសតែងតែចង់បានការបទពិសោធន៍ដូចជាការចែករំលែកសម្រាប់បងប្អូនស្ត្រីដែលកំពុងតែតាមដានទស្សនាភាគច្រើននៅក្នុងកម្មវិធីមុខម្ហូបឲ្យបានអ្នកគ្រូជួយចែករំលែកផ្នែកការកណ្ដាស់នេះទៀតគឺប្រសើរមែនទែនអ្នកគ្រូចាហើយជួបមិញនឹងខ្ញុំក៏ចង់ចេះដែរចាអ្នកគ្រូតាមពិបាកទេក្នុងការធ្វើផ្កាកណ្ដាស់នេះអ្នកគ្រូជាការពិតទៅមិនលំបាកទេឲ្យតែយើងមានភាពអំណត់និងព្យាយាមចាអ្នកគ្រូបង្កើតគំនិតធ្វើជាផ្កាច្រើនប្រភេទនេះរយៈពេលប្រហែលឆ្នាំហើយអ្នកគ្រូបាននិយាយចំការកែច្នៃផ្កានេះដែលខ្ញុំបង្កើតកម្មវិធីនេះរយៈពេលប្រហែលជា10ឆ្នាំហើយអ្នកគ្រូចាជាទូទៅអ្នកគ្រូភាគច្រើនឲ្យអ្នកដែលជួយជាជំនួយផ្នែកតាមភូមិឃុំផ្សេងជួយឬក៏មានបងប្អូននៅកន្លែងសមាគមអ្នកគ្រូតែម្ដងចាជាទូទៅខ្ញុំបានចូលបង្រៀនដល់សហគមន៍ប្រជាពលរដ្ឋនៅតាមភូមិដើម្បីឲ្យគាត់មានជំនាញនិងប្រាក់ចំណូលហើយគាត់មួយផ្នែកគាត់ជួយមកដល់ខ្ញុំដើម្បីដំណើរការឲ្យមានផលិតផលលក់ហើយមួយផ្នែកទៀតគឺខ្ញុំបានជួយទៅគាត់វិញដើម្បីមានប្រាក់ចំណូលនិងការងារចាអូល្អមែនតើអ្នកគ្រូស្ម័គ្រចិត្តចែករំលែកបទពិសោធន៍ហើយស្ម័គ្រចិត្តទៅបង្រៀនដល់បងប្អូនជាស្ត្រីនៅសហគមន៍ទៀតណាអ្នកគ្រូល្អមែនតើហើយជាពិសេសកម្មវិធីតែងតែចង់ជួបជាមួយនឹងអ្នកគ្រូដែលអ្នកគ្រូមានចិត្តទូលាយស្ម័គ្រចិត្តចែករំលែកបទពិសោធន៍ទាំង live
ជាពិសេសគឺជួយចូលរួមចំណែកដល់ប្រទេសជាតិយើងយ៉ាងច្រើនផងដែរណាអ្នកគ្រូទោះបីតិចក្តីតិចច្រើនក្តីអ្នកគ្រូមែនទេចាក្នុងនាមយើងជាស្ត្រីខ្មែរហើយក្នុងនាមដូចថាជាអ្នកចូលរួមកាត់គូមួយទោះបីតិចក្តីច្រើនក្តីយើងស្ម័គ្រចិត្តជួយដល់រីករាយមែនទេអ្នកគ្រូចាជាពិសេសនាងខ្ញុំចង់ឃើញស្ត្រីមានការងារធ្វើចានឹងស្ត្រីមានសេដ្ឋកិច្ចនៅក្នុងដៃផ្ទាល់តែម្ដងចាដោយអ្នកគ្រូខិតខំមែនតែនតាំងពីកន្លងមកនាងខ្ញុំទូរស័ព្ទជួយអ្នកគ្រូគឺអ្នកគ្រូខំណាស់ហើយអត់មានពេលទំនេរណាអ្នកគ្រូអត់មានពេលទំនេរទេតម្រាំតែចំណាយពេលវេលាឲ្យនាងខ្ញុំបានមកសភានេះចាអញ្ចឹងដើម្បីកុំឲ្យខាតពេលអ្នកគ្រូសូមអនុញ្ញាតអ្នកគ្រូបង្ហាញជូនអំពីរបៀបធ្វើផ្កាតែម្ដងអ្នកគ្រូចាអញ្ចឹងសូមទស្សនិកជនទាំងអស់ចាតាមដានទស្សនានិងបងប្អូនស្ត្រីទាំងអស់ដែលអ្នកមានបំណងស្នេហាសិល្បៈលើវិស័យការងារតុបតែងផ្ទះនោះចាសូមអញ្ជើញមើលយើងរៀនធ្វើផ្កានេះដើម្បីធ្វើការតុបតែងគេហដ្ឋានរបស់យើងឬក៏កាដូជូនមិត្តភ័ក្តិចាឬក៏អាចជូនជាកាដូដល់ថ្ងៃអភិពាចាទុកជាវត្ថុអនុស្សាវរីយ៍ចារបៀបជីបផ្កាមួយតងក៏បានអ្នកគ្រូเนาะចាអូឥឡូវនេះអ្នកគ្រូកំពុងតែជជែកជាមួយអ្នកគ្រូទីវានេះក្តីស្រឡាញ់ចិត្តមកដល់អ្នកគ្រូចាយើងអាចធ្វើជូនផ្កាមួយតងឬក៏មកថោទៅអ្នកម៉ាក់លោកប៉ាឬក៏ញាតិមិត្តយើងដែលយើងស្រឡាញ់គាត់គ្រប់គាត់ណាអ្នកគ្រូតាមពណ៌តាមអត្តន័យដែលយើងចង់បានណាអ្នកគ្រូមែនទេចាអញ្ចឹងសូមអញ្ជើញអ្នកគ្រូចាប់ផ្ដើមតែម្ដងគ្រូនេះខ្ញុំសូមជម្រាបជូននេះជាกระดาษចាយើងអាចរកទីបាននៅលើទីផ្សារមិនលំបាករកទេចានៅកន្លែងលក់វត្ថុអនុស្សាវរីយ៍ឬនៅតាមបណ្ដាគារចាអញ្ចឹងយករើសពណ៌តាមពណ៌ដែលយើងស្រឡាញ់ចាដូច្នេះខ្ញុំសូមជម្រាបជូនខ្ញុំកាត់យើងកាត់ត្រូវកាត់ជ្រុងសិនណាគ្រូជាទូទៅយើងកាត់យើងអញ្ចឹងតែម្ដងក្នុងការធ្វើផ្កាកលាចាយើងចាប់ផ្ដើមធ្វើផ្កាកលាចាយើងបត់វាបើយើងកាត់ម្ដងមកស្លឹកវាស្រួលប៉ុន្តែវាយឺតចាយឺតនៃការងារអញ្ចឹងយើងសូមកាត់តែម្ដងចានេះខ្ញុំសូមជម្រាបថាតម្រង់ផ្កានីមួយៗមានការមានភាពខុសគ្នាចាអញ្ចឹងយើងសូមកាត់ចាមានស្ទាប់តូចនិងស្ទាប់ធំនៅក្នុងចាឥឡូវខ្ញុំសូមកាត់បន្ថែមទៀតនោះជាស្ទាប់តូចឥឡូវខ្ញុំសូមកាត់ទៀតណាគ្រូអត់អីចានេះស្ទាប់តូចឥឡូវយើងកាត់ស្ទាប់ធំជាងហ្នឹងបន្តិចឥឡូវយើងបានហើយស្ទាប់ចាស្ទាប់មានទាំងធំមានទាំងតូចណាគ្រូមានទាំងធំមានទាំងតូចយើងអាចដាក់បានចាស្ទាប់ធំយើងយក4ចាស្ទាប់ធំយើងយក4ចាឥឡូវជាបានស្ទាប់ផ្កាហើយចាជាការងាយស្រួលណាស់ក្នុងការធ្វើផ្កាកន្លងនេះចាឥឡូវខ្ញុំសូមពុតជូនទៅសង្គមមើលចារបៀបធ្វើតបកចាយើងធ្វើស្ទាប់តបកឲ្យកោងរបៀបនេះអ្នកគ្រូណាចាកាលណាយើងធ្វើផ្កាកន្លងត្រូវធ្វើសបកឲ្យកោងសិនពុតចាហើយយើងប្រើកាយព្រៀនបន្តិចចាដើម្បីយើងចាប់រៀងវាហើយយើងទាញចេះមកចាដើម្បីរៀងចេញតបផ្កាចាតបផ្កាអ្នកគ្រូចាអញ្ចឹងយើងធ្វើឲ្យបានច្រើនចាឲ្យកោងដូចគ្នាដូចនេះចាឥឡូវយើងបាន2 3យើងបាន4ហើយយើងបន្តធ្វើតទៅទៀតចាយើងត្រូវការមានឈើមួយតូចមួយសម្រាប់មុំចាអ្នកគ្រូរកចង្កឹះក៏បានដែរចាគឺយើងធ្វើដដែលរបៀបនេះទោះបីស្ទាប់តូចឬក៏ធំដូចគ្នាទាំងអស់មែនទេណាគ្រូមានស្ទាប់ខ្លះយើងធ្វើខុសគ្នាបន្តិចចាឥឡូវយើងបានប៉ុណ្ណឹងហើយយើងចាប់ផ្ដើមធ្វើយើងដាក់បណ្ដូលវាចាធ្វើពីសម្លៃរុំហើយជ្រលក់ជាមួយនឹងអ្វីបានឥឡូវចាជាមួយនឹងកាវចាជ្រលក់នឹងកាវចាសម្លៃរុំហើយជ្រលក់ជាមួយកាវយើងចាវាមកហើយយើងយកស្ទាប់តូចចាយើងយកស្ទាប់តូចនេះតូចវែងណាចាដែលយើងបានកាត់រួចហើយឥឡូវយើងចាប់ផ្ដើមបិទវាចាយើងរុំវាណាចាហើយដល់ពេលរុំអញ្ចឹងហើយយើងនៅពេលហ្នឹងយើងប្រើ
ចា កាយទៀនបន្តិច ហើយទៀតបន្តិចចាហើយយើងយកសតបបន្ទាប់ទៀតមករំតទៀតធ្វើដើម្បីយើងធ្វើបដូរវា ចាចា ចាអ្នកគ្រូនាងខ្ញុំគិតថាជាបានការកន្លប់ម៉ូតូថ្ងៃណាអាវឬក៏រ៉ូបយើងពណ៌ផ្កាឈូកឬក៏ពណ៌អីយើងចង់ដាក់អីណាកប៉ៅអាវដូចតាណាដូចតំណងណាគ្រូចាកន្លប់ យើងអាចធ្វើ ឆ្នៃបានណាគ្រូ ចាយើងឆ្នៃធ្វើជាកន្លះអាវឬក៏យើងធ្វើផ្កាឈៀតសក់ ចា ចាឬក៏យើងអាចដាក់លើប្រអប់កដោ ចាអ្នកគ្រូ ចាឬក៏អ្នកខ្លះគេអាចយកទៅដាក់លើប្រអប់ហាយជំនួស ចាអ្នកគ្រូ ចាពេលយើងមានកម្មវិធីហាយជំនួសអ្នកដែលគេស៊ីវិល័យនោះគឺគេអាចយកការកន្លប់នោះយកទៅដាក់មួយវាលើប្រអប់ជំនួសទៅចាហើយសភ័ណភាពជំនួសនោះកាន់តែស្អាត ចាសភ័ណភាពកាន់តែស្អាតទៀតណាអ្នកគ្រូ ចាឥឡូវបាំងកន្លប់តិចមួយហើយ អូស្អាតណាស់អ្នកគ្រូចាឥឡូវនេះបានផ្កាកន្លប់ដ៏ស្រស់ស្អាតមកតងហើយតែអត់តាន់មានតងនេះគ្រូ បានផ្កាអត់តាន់មានតង ចាយើងអត់បានមានតើ ចា អញ្ចឹងក្នុងការអីដាក់តើចាប្រសិនបើយើងចង់បានជាបិចយើងអាចពេលដែលយើងរុំវាយើងចងជាមួយបិច ចា ប៉ុន្តែបើសិនជាអត់ចង់បានបិចទេយើងអាចដាក់តង ចាចាបើសិនយើងដាក់ជាបិចជាអីក៏យើងអាចដាក់កប៉ៅអាវជាអីក៏បានយើងឬក៏យើងសៀតសក់ចឹងបានកន្លប់មកទៅសៀតសក់ក៏បាន ជាកន្លះអាវបើមិនធ្វើជាកន្លះអាវទៅប៉ុណ្ណឹងក៏បាន សៀតសក់ក៏បានណាគ្រូ ចាសៀតសក់ក៏បាន ចា ចាឥឡូវហ្នឹងយើងចាប់ផ្ដើមរុំគល់បន្តិចសិន ចា ចាប៉ុន្តែមិនរុំគល់យើងសូមបិទវាបន្តិច ចា ដើម្បីកុំឲ្យវាធ្លាក់ដត់ ចា កាយបន្តិច ចាយើងត្រូវបន្ថែមកាយទៀននៅតាមសត្វណាគ្រូ ចាជិះស្តុកក្រោបដើម្បីកុំឲ្យស្តុកធ្លាក់ ចាឥឡូវបានហើយឥឡូវយើងធ្វើរបៀបរុំតងម្ដងអញ្ចឹងណា ចាអ្នកគ្រូ ចាខ្ញុំសូមដាក់តងឲ្យជាប់បន្តិចបើឲ្យលុះតូចអត់បានយកលុះធំណាឬក៏យើងអាចដាក់តងឈើក៏បានអ្វីដែលឬក៏បិចបើសិនយើងចង់បានបិចយើងដាក់បិចចូលទៅយើងអាចធ្វើជាតងបិច ចា ទៅទៅយើងកុំបិទដង្កៅទៀតអីយើងបិទដង្កៅនេះវិញពេលតែបិទ យើងប្រើកាវ កៅ3ម៉ាន កាវ3ម៉ានវិញម្ដងណាគ្រូណា ចាកៅ3ម៉ានទៅប្រើកៅ ATM ចឹងទៅបិទនេះ3ចាឥឡូវយើងប្រើស្រុក3សិនចុះទឹក3នេះយើងមករុំចូលគ្នា ចា នេះអ្នកគ្រូកំពុងតែបិទរុំមកជុលខ្ទាស់ដើម្បីកុំឲ្យឃើញជុលខ្ទាស់ច្រើនរុំត្រូវបាត់ដៃមួយកណាត់ណាគ្រូ ចាដើម្បីឲ្យវាមាំទីចាដើម្បីមាំចាសារឥឡូវនេះកាយវាអត់តស្ងួត អត់តស្ងួតចាទីធម្មតាយើងត្រូវធ្វើឲ្យហាលបន្តិចណាគ្រូណាដល់ពេលយើងកម្មវិធីអញ្ចឹងអត់បានហាលចារួចរាល់ហើយណាគ្រូ ចាចាំតិច ចាចាឥឡូវនេះការកន្លប់រួចរាល់ហើយសាកតែម្ដងណាគ្រូចាទស្សនិកជនមានកន្លប់នាងខ្ញុំធំមកបើសិនមានដាក់រ៉ូបណាគ្រូបើមានរ៉ូបឯស្អាតហ្មង ចា
ចាចឹងនេះខ្ញុំសាកមុនគេដោយសារផ្កាយរៀងធំហើយអត់តន់ស្ងួតនាងខ្ញុំខ្នងបន្តិចណាគ្រូចាយ៉ាងម៉េចដែរទស្សនិកជននៅពេលដែលលោកអ្នកអាចឆ្នៃជាផ្កាកណ្ដៅនៅពេលដែលយើងស្លៀករ៉ូបចូលពិធីផ្សេងៗណាគ្រូជួនកាលយើងអាចធ្វើជាផ្កាកន្លាប់ឬក៏អាចចំហៀងចង្កេះណាអញ្ចឹងយើងអាចឆ្នៃបានណាគ្រូចាតែធំតិចណាគ្រូចាស្អាតបើសិនជាយើងស្លៀករ៉ូបស្អាតអាចឆ្នៃបានប៉ុន្តែនាងខ្ញុំមិញឮអ្នកគ្រូវាភាសាថាយើងអាចដាក់ប៊ិចដាក់អីក៏បានដែរចាអញ្ចឹងបើសិនជាដាក់ប៊ិចអីក៏ស្អាតម្យ៉ាងនេះយើងអាចដោតជាផ្កាសាក់ណាគ្រូអញ្ចឹងទៅក៏ស្អាតម្យ៉ាងដែរណាគ្រូចាអាចសៀបសក់បានសៀបសក់បានទៀតចាអញ្ចឹងបានច្រើនប្រភេទចានៅពេលដែលយើងធ្វើសក់ទៅញ៉ាំការចាញ៉ាំការហ្នឹងមកតងមិនគ្រប់គ្រាន់មកអ្នកគ្រូស្អាតល្មមចាអ្នកគ្រូកន្លែងអ្នកគ្រូមានលក់ប្រភេទផ្កាអ្វីខ្លះដែរទេអ្នកគ្រូចានៅកន្លែងរបស់យើងខ្ញុំហ្នឹងគឺយើងមានលក់ផ្កាធ្វើអំពីសម្បកពោតស្លឹកត្នោតហើយធ្វើពីកណ្ដាស់ហើយធ្វើពីស្នោហើយក៏មានធ្វើពីដីឥដ្ឋចាហើយនឹងគ្រឿងអលង្ការចាសម្រាប់គ្រឿងវត្ថុអនុស្សាវរីយ៍ចាមានតាំងពីបតោសាចាក់ពីគ្រីស្តាល់គឺសិតសង់តែជាស្នាដៃរបស់ស្ត្រីខ្មែរយើង 100% ចាធ្វើពីដៃទាំងអស់អ្នកគ្រូណាចាអាចឆ្នៃដោយដៃទាំងអស់ចាហើយអ្នកគ្រូបើសិនជាមានគេទទួលកំងឬថាផ្កាសម្រាប់ពិធីអាពាហ៍ពិពាហ៍ឬក៏អីអញ្ចឹងតើអ្នកគ្រូអាចទទួលបានទេចាជាទូទៅកន្លងមកយើងទទួលចាដែលអតិថិជនគាត់មកកំងធ្វើដូចជាកាដូហុចភ្ញៀវសម្រាប់ចែកជូនភ្ញៀវការចាគឺយើងទទួលដែរការតម្លៃក៏បានធូរថ្លៃដែរចាហើយការងារនេះគឺបង្កើនការងារដល់ប្រជាពលរដ្ឋយើងជាច្រើនគ្រួសារដែលគាត់ជួយក្នុងកម្មវិធីនោះតែម្ដងចាហើយចំពោះផ្កានេះអ្នកគ្រូក៏អាចឆ្នៃធ្វើជាតូចក៏បានធំក៏បានដែរតាមតម្រូវការអ្នកគ្រូមែនទេចាចំពោះផ្កាយើងឆ្នៃតូចក៏បានធំក៏បានតាមតម្រូវការចាបើយើងឆ្នៃធ្វើជាប៊ិចអីក៏បានដែរអ្នកគ្រូដាក់ប៊ិចមកដើមសេក៏បានដែរអ្នកគ្រូណាចាយើងអាចធ្វើបានចាអញ្ចឹងតាមអតិថិជនកំងចាឥឡូវសំរំខានអ្នកគ្រូជួយជំរាបលេខទូរស័ព្ទតិចទេអ្នកគ្រូបើសិនជាបងប្អូនទស្សនិកជនគាត់ចង់កំងធ្វើផ្កាដោយដៃនៅក្នុងពិធីផ្សេងៗលោកអ្នកអាចតំណែងមកលេខអ្នកគ្រូផ្ទាល់តែម្ដងចានេះខ្ញុំសូមស្វាគមន៍ដល់អតិថិជនទាំងអស់ដែលមានរំលងចង់កំងផ្ការបស់នាងខ្ញុំដើម្បីក្នុងពិធីដូចជាពិធីជប់លៀងចាដាក់ជាកន្លះអាវចាឬក៏សៀតផ្កាសៀតសក់ចាឬក៏កាដូជូនភ្ញៀវក្នុងពិធីរៀបអាពាហ៍ពិពាហ៍នោះនាងខ្ញុំសូមស្វាគមន៍ហើយសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទរបស់នាងខ្ញុំផ្ទាល់គឺ012 79 1702ចាចំណែកនេះខ្ញុំក៏សូមអរគុណដល់អ្នកគ្រូច្រើនចាដែលលោកគ្រូចំណាយពេលវេលាដ៏មានតម្លៃសមាជិកចែករំលែកបទពិសោធន៍ជូនទៅដល់បងប្អូនដែលកំពុងតែតាមដានទស្សនាជាពិសេសនាងខ្ញុំផងដែរចាបើនាងខ្ញុំចង់ធ្វើនាងខ្ញុំអាចធ្វើបានដែរណាគ្រូចាខ្ញុំចាស់ថាបន្ទាប់ពីឃើញការបង្ហាញនៃការធ្វើផ្កាបែបនេះខ្ញុំគិតថាបងប្អូនស្ត្រីមួយចំនួនដែលគាត់មានភាពឆ្លាតគឺគាត់អាចធ្វើបានហើយគាត់អាចនឹងធ្វើបានតុបតែងលម្អផ្ទះសម្បែងរបស់គាត់ចាឬក៏ពេលដែលគាត់មានកម្មវិធីកាដូមកជូនមិត្តភក្តិចាឬក៏ធ្វើផ្កាសៀតសក់ចាសម្រាប់ខ្លួនគាត់ផ្ទាល់តែម្ដងចាអាចធ្វើបានណាចាអាចធ្វើបានហើយធ្វើគាត់មានភាពសប្បាយរីករាយបំបត្តិភាព stress នៅពេលដែលគាត់ធ្វើផ្កាបានស្អាតគឺគាត់ភ្លេចអស់ទុក្ខកង្វល់ចាអញ្ចឹងនេះខ្ញុំសូមអរគុណច្រើនអ្នកគ្រូសូមជម្រាបលាចាអរគុណជម្រាបលាយ៉ាងម៉េចដែរលោកអ្នកដែលកំពុងតែតាមដានទស្សនានៅកម្មវិធីផ្សាយរបស់ស្ថានីយ៍ទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ11ជាពិសេសនៅក្នុងកម្មវិធីមុខម្ហូបពិសេសចាលោកអ្នកបានទស្សនារួចមកហើយអំពីរបៀបធ្វើផ្កាក្រដាស់ចាហើយសង្ឃឹមថាលោកអ្នកមានអារម្មណ៍រីករាយដូចជាផ្កាអញ្ចឹងនៅពេលដែលលោកអ្នកបានទស្សនាបាញ់មិញនេះចាហើយគួរឲ្យសោកស្ដាយមែនទែនដោយពេលវេលាឈានចូលដល់ទីបញ្ចប់ទៅហើយ
មុននឹងជម្រាបលាទៅនាងខ្ញុំក៏សូមអរគុណដល់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថម្ភដល់នីតិរបស់នាងខ្ញុំសូមអរគុណដល់ក្រុមហ៊ុន BJ សញ្ញាផ្ទះត្រវែក BJ សញ្ញាផ្ទះត្រវែកគឺជា BJ ដែលមានគុណភាពខ្ពស់រសជាតិឆ្ងាញ់ហើយមិនតែប៉ុណ្ណោះលើសម្បកកញ្ចប់គឺមានបញ្ជាក់យ៉ាងច្បាស់លាស់នៅថ្ងៃខែឆ្នាំផលិតនិងថ្ងៃខែឆ្នាំផុតកំណត់នៃការប្រើប្រាស់ BJ សញ្ញាផ្ទះត្រវែកមាន5ប្រភេទសម្រាប់លោកអ្នកជ្រើសរើសគឺទម្ងន់កន្លះគីឡូក្រាម4ខាំកន្លះ2ខាំកន្លះ1ខាំនិងកន្លះខាំចាស់ស្ត្រីមេផ្ទះគម្រូបើចង់ឲ្យអាហារកាន់តែមានអោជារសឈ្ងុយឆ្ងាញ់ថែមមួយកម្រិតទៀតនោះសូមកុំភ្លេច BJ សញ្ញាផ្ទះត្រវែកម្ហូបឆ្ងាញ់គ្រួសារមានសុភមង្គលដោយសារ BJ សញ្ញាផ្ទះត្រវែកសូមអរគុណដល់ហាងលក់សម្លៀកបំពាក់មួយថ្មីៗដែលមានអាស័យដ្ឋាននៅតាមបណ្ដោយផ្លូវកម្ពុជាក្រោមហាងថ្មីៗមានលក់សម្លៀកបំពាក់បុរសស្ត្រីក្មេងចាស់គ្រប់វ័យចាស់លោកនាងកញ្ញាជាទីមេត្រីនាងខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអ្នកដែលតែងតែតាមដានទស្សនារាល់កម្មវិធីផ្សាយរបស់ស្ថានីយ៍ទូរទស្សន៍អប្សរាប៉ុស្តិ៍1សូមគោរពជូនពរដល់លោកអ្នកសូមជួបប្រទះតែនឹងសេចក្តីសុខសុភមង្គលគ្រប់ក្រុមគ្រួសារសម្រាប់ពេលវេលានេះនាងខ្ញុំក៏ដូចជាក្រុមការងារដែលកំពុងតែចុះថតនៅផ្សាររាត្រីនេះសូមអរគុណសូមជម្រាបលា